Hello again, everybody. Let's continue translating three more useful everyday English idioms with me. And the first idiom of the day is to hit somebody until they are covered with bruises, blue, brown, or purple marks on the body. To hit somebody until they are covered with bruises, blue, brown or purple marks on their body.ចឹង idiom ទីមួយហ្នឹងគឺគេចង់មានន័យថាអញ្ចេះវាយនរណាម្នាក់រហូតតតែគេនឹងមានចំពេញខ្លួនចំពេញខ្លួនហើយពាក្យតែចំហ្នឹងវាមានពណ៌ខៀវពណ៌ត្នោតពណ៌purple ហ្នឹងវាស្រដៀងជាពណ៌ស្វាយស្វាយប៉ុន្តែមានពណ៌អឺមានពណ៌បែកមានពណ៌ pink នៅក្នុងហ្នឹងពណ៌ស៊ីជម្ពស់នៅក្នុងហ្នឹងអូខេស្នាម mark ស្នាមនៅលើខ្លួនប្រាណរបស់គេអូខេអញ្ចឹង idiom ដែលមានន័យថាយើងវាយរហូតតតែមានស្នាមចំពេញខ្លួនហ្នឹងគឺគេនិយាយថា beat somebody black and blue okay beat somebody black and blue okay វាយនរណាម្នាក់រហូតតតែចំពេញសាច់ពេញខ្លួនអស់អញ្ចឹងណា okay and the second one means a fact or an event that is unpleasant and difficult to accept. A fact or an event that is unpleasant and difficult to accept. វាគឺជាការពិតឬក៏ជាព្រឹត្តិការណ៍មួយដែលមិនមិនល្អកប់ចិត្តអូខេឬក៏វាមិនល្អកប់ចិត្តឬក៏វាអាក្រក់ហើយវាពិបាកក្នុងការទទួលយក and the example the election defeat was a bitter pill for the party to swallow the election defeat was a bitter pill for the party to swallow អញ្ចឹងidiom ហ្នឹងគឺវាមានន័យនៅក្នុងហ្នឹងណាមានន័យនៅក្នុងហ្នឹងហើយបើយើងមើលឧទាហរណ៍គឺថាការបោះអូខេអញ្ចឹងការបរាជ័យក្នុងការបោះឆ្នោតការបរាជ័យក្នុងការបោះឆ្នោតវាគឺជាអឺព្រឹត្តិការណ៍មួយឬការពិតមួយដែលពិបាកក្នុងការទទួលអូខេអញ្ចឹងសម្រាប់គណៈបកសម្រាប់គណៈបកហ្នឹងឯងវាពិបាកក្នុងការទទួលយកណាសម្រាប់គណៈបកចឹងidiom ដែលមានន័យថាពិបាកក្នុងការទទួលយករឿងអ្វីមួយគឺយើងនិយាយថា here a bitter pill okay for somebody to swallow a bitter pill for somebody a bitter pill to swallow ចឹងណាចឹង a bitter pill for somebody to swallow អានេះគឺជា idiom ទៅពេញហ្នឹង okay and the last one មានន័យថា continuing until you have done everything you can or until something is completely finished despite difficulties and problems ចឹង idiom ហ្នឹងគឺមានន័យថាកំពុងតែបន្តរហូតតតែអ្នកបានធ្វើគ្រប់រឿងគ្រប់យ៉ាងដែលអ្នកធ្វើឬរហូតតែអឺអ្វីមួយដែលអ្នកកំពុងធ្វើហ្នឹងគឺវាបញ្ចប់អស់លីងហើយអ្វីត្បិតតែមានភាពលំបាកខ្លះឬក៏មានបញ្ហាខ្លះត្បិតតែមានភាពលំបាកខ្លះឬក៏បញ្ហាខ្លះណាអញ្ចឹងយើងមើលឧទាហរណ៍សិនមក they were prepared to fight to the bitter end for their rights they were prepared to fight to the bitter end for their rights អញ្ចឹងពួកគេគឺត្រៀមលក្ខណៈរួចរាល់ហើយក្នុងការប្រយុទ្ធដល់ដង្ហើមចុងក្រោយរបស់ពួកគេសម្រាប់សិទ្ធិសេរីភាពរបស់ពួកគេហ្នឹងអញ្ចឹងនេះ to the bitter end ឬក៏ until the bitter end ហ្នឹងគឺយើងប្រយុទ្ធប្រឆាំងរហូតតតែដង្ហើមចុងក្រោយណាត្បិតតែមានរឿងរ៉ាវយ៉ាងណាក៏ដោយ okay so there's one and yep that's it for today thank you so much everybody I'll see you next time and bye